ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមករៀងលំអិតបន្តិចជាមួយបងប្អូនតាក់ទងជាមួយនឹង menu ដែលនេះខ្ញុំតែងតែលក់អញ្ចឹងណាបងប្អូន menu នេះគឺជា menu ថ្មីផងដែរគឺmatcha latte បងប្អូនតែអ្វីដែលនេះខ្ញុំកំពុងឆុងនេះគឺនេះខ្ញុំឆុងទាំង matcha latte ទាំងតែបៃតងទឹកដោះគោប៉ុន្តែខ្ញុំនឹងប្រាប់បងប្អូនទាំងពីរនឹងអញ្ចឹងណាបងប្អូនសម្រាប់menu តែបៃតងដោះគោហ្នឹងខ្ញុំធ្លាប់ធ្វើវីដេអូប្រាប់បងប្អូនម្ដងហើយដែរគឺយើងប្រើសម្រាប់កៅលេខ22បងគឺទឹកតែចន្លោះពី100ទៅ120តែនៅទីនេះគឺខ្ញុំប្រើតែចំនួន100 ml ទេបន្ទាប់មកអ្វីដែលនាងខ្ញុំតែងតែខុសពីបងប្អូនតិចគឺនាងខ្ញុំប្រើជាមួយនឹងម្សៅម៉ាឆាថែមមួយចុងស្លាបព្រាកាហ្វេដើម្បីឲ្យបង្កើនក្លិនតែវាកាន់តែឈ្ងុយមានរសជាតិឈ្ងុយតែជាប់អណ្ដែតឆ្ងាញ់ពិសេសជាងតែបៃតងធម្មតាអញ្ចឹងណាបងប្អូនចាសម្រាប់តែទឹកតែយើងប្រើ100 ml ជាតិផ្អែមគឺយើងប្រើផ្អែមប្រើ50 ml បងបើសិនជាភ្ញៀវគាត់50 ml ហ្នឹងគឺផ្អែម 100% បើសិនជាភ្ញៀវគាត់ផ្អែមជាងហ្នឹងឬក៏បន្ថយជាផ្អែមជាងហ្នឹងបងប្អូនអាចបន្ថែមបន្ថយតាមហ្នឹងអញ្ចឹងទៅប៉ុន្តែនៅទីនេះគឺភ្ញៀវរបស់នាងខ្ញុំគាត់ញ៉ាំពេលខ្លះក៏20% 50ឬក៏80អីចឹងទៅខ្ញុំបូកដកតាមហ្នឹងអញ្ចឹងទៅចាសម្រាប់តែបៃតងគឺយើងមានតែប៉ុណ្្នឹងទេរូបមន្តដែលខុសប្លែកពីបងប្អូនឆុងធម្មតាអញ្ចឹងប៉ុន្តែបើសិនជាក្នុងករណីបងប្អូនអត់មានជាមួយនឹងម្សៅម៉ាឆាបងប្អូនបាច់ចាំដាក់ក៏បានដែរបងប្អូនដោយសារនាងខ្ញុំមានហើយណាមួយរូបមន្តរៀនគឺយើងអាចថារៀនមកពីកន្លែងខុសគ្នាវាមានអីប្លែកពីគ្នាតិចតួចអញ្ចឹងណាបងប្អូនប៉ុន្តែនេះខ្ញុំក៏ចែករំលែកកលឹះតិចទៅកាន់បងៗដែរអញ្ចឹងហើយមួយនឹងក៏ខ្ញុំលុបដាច់ដែរបងប្អូនភ្ញៀវគាត់ពេញចិត្តនឹងរសជាតិបែបហ្នឹងអញ្ចឹងណាហើយមួយទៀតអ្វីដែលខ្ញុំប្រាប់ថាថ្មីក្នុងថ្ងៃហ្នឹងគឺម៉ាឆាឡាតេបងប្អូនតែឆ្ងល់ដូចខ្ញុំនៅកន្លែងខ្ញុំភាគច្រើនអ្នកដែលគាត់មកញ៉ាំម៉ាឆាឡាតេសិតស្អីស្អាតអញ្ចឹងមិនកន្លែងខ្លះគេដាក់ម៉ាឆាស្អីស្អាតអញ្ចឹងណាខ្ញុំមិនដឹងថាវាមិនដែរប៉ុន្តែអាហ្នឹងអីដែលខ្ញុំជួបភាគច្រើនអ្នកដែលញ៉ាំម៉ាឆារបៀបស្អាតហើយស្បែកគាត់គីឡូដូចកញ្ចក់អញ្ចឹងណារបៀបដូចពួកអ្នកប្រើ skin care បែបកូរ៉េអញ្ចឹងហើយទូទៅខ្ញុំជួបភ្ញៀវភាគច្រើនដែលគាត់ញ៉ាំម៉ាឆាគឺប្រភេទបែបហ្នឹងខ្ញុំមិនដឹងថាអាហ្នឹងវាអាចមានកត្តាអីផ្សេងៗមកទេណាប៉ុន្តែសម្រាប់ម៉ាឆានិងតាមបៃតងហ្នឹងក៏វាមានសារធាតុចិញ្ចឹមច្រើនដែរបងប្អូនតែឥឡូវយើងមកដល់របៀបឆុងម៉ាឆាឡាតេម្ដងបងប្អូនសម្រាប់ឆុងម៉ាឆាឡាតេសម្រាប់កៅលេខ22គឺនាងខ្ញុំប្រើម្សៅម៉ាឆាចំនួន1ស្លាបព្រាកាហ្វេហើយថែមមួយចុងស្លាបព្រាកាហ្វេទៀតបងប្អូនដោយសារនៅទីនេះភ្ញៀវគាត់កំងម្ដង2 3កែវអញ្ចឹងខ្ញុំគុណអាចដាក់ម្ដង2កែវឬក៏3កែវអញ្ចឹងជាមួយគ្នាហ្មងទៅកុំឲ្យវាពិបាកកូរហើយស៊ីម៉ោងយូរអញ្ចឹងណាបងប្អូនប៉ុន្តែបងប្អូនធ្វើសម្រាប់មួយកែវសម្រាប់កែវលេខ22គឺយើងប្រើម្សៅម៉ាឆា1ស្លាបព្រាកាហ្វេនិងថែមមួយចុងស្លាបព្រាទៀតបន្ទាប់មកយើងមានអាកូនកញ្ឆែងទូចអញ្ចឹងយើងរែងវាប្រហែលយើងមកតង់សិនមកបងបន្ទាប់មកយើងដាក់ទឹកក្តៅ50 ml សម្រាប់មួយស្លាបព្រាកាហ្វេថែមមួយចុងស្លាបព្រាទៀតហ្នឹងណាខ្ញុំប្រើទឹកក្តៅ50ឬក៏60 ml ដោយសារនៅក្នុងនេះខ្ញុំប្រើ2ទៅ3កែវអញ្ចឹងខ្ញុំគុណទឹកតាមនឹងដូចគ្នាបងប្អូនប៉ុន្តែឲ្យបងប្អូនត្រូវមានបងប្អូនមានអាប្រដាប់គោម៉ាឆាហ្នឹងបងប្អូនប្រដាប់គោម៉ាឆាហ្នឹងវាជំនួយបានច្រើនដែរបងប្អូនពីមុនដំបូងឡើយក៏ខ្ញុំអត់មានដែរខ្ញុំអត់ទំលក់ថ្មីក៏ខ្ញុំប្រើស្លាបព្រាអញ្ចឹងណាស្លាបព្រាសម្រាប់គោទៅពេលខ្ញុំតំតែទិញមួយរយៈក្រោយនេះមិនលក់បានមួយរយៈខ្ញុំក៏ចាប់ដើមទិញអានេះមកប្រើគឺវាសម្រួលច្រើនមែនតើបងប្អូនវាសម្រួលដល់ការកូរម៉ាឆាគឺវាបានម៉ាឆាហ្នឹងបែកម៉ត់ល្អអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងកូរម្សៅម៉ាឆាជាមួយនឹងទឹកក្តៅលេខហើយឥឡូវយើងមកផ្សំគ្រឿងរបស់ម៉ាឆាឡាតេនឹងម្ដងទឹកដោះគោស្រស់បងប្អូនអាចប្រើម៉ូតអីក៏បានមកអីក៏បានដែរនេះខ្ញុំប្រើនេះគឺចំនួន100 ml បងប្អូនទឹកដោះគោស្រស់គឺ100 ml ហើយនៅទីនេះគឺភ្ញៀវនាងខ្ញុំគាត់មានកំងជាជាតិផ្អែមផ្សេងគ្នាទាំងដែរអញ្ចឹងកុំឲ្យខុសកុំឲ្យច្រឡំគឺនេះខ្ញុំតែងជា sticker ទូចអញ្ចឹងបងប្អូនយើងដាក់បិទជាតិផ្អែមមក10 20% អីតាមហ្នឹងទៅកុំឲ្យវាបើសិនជាយើងសរសេរ Fert នៅលើហ្នឹងហ្មងបទពិសោធន៍របស់ខ្ញុំយកអា Fert ដែលសរសេរមកជាប់ហើយប៉ុន្តែចាក់ស្ដែងនៅពេលដែលវាត្រូវទឹកគឺវាអាលាជាតិ Fert នឹងដូចគ្នាអញ្ចឹងទៅយើងប្រើกระดาษដូចនាងខ្ញុំទៅគឺវា 100% ហ្មងដឹងតែភ្ញៀវគាត់ញ៉ាំអត់ច្រឡំទេបងសម្រាប់ទឹកដោះគោស្រស់ហ្នឹងគឺយើងប្រើទឹកដោះគោស្រស់ចំនួន100 ml ហើយនឹងខ្ញុំក៏លួច add ជាមួយនឹង Carnation 20 ml ដែរបងប្អូននៅក្នុងនឹងសម្រាប់ជាតិផ្អែមគឺយើងប្រើជាមួយទឹកស្ករណាបងទឹកស្ករផ្អែម 100% គឺ40 ml អញ្ចឹងបើសិនជាភ្ញៀវគាត់ញ៉ាំផ្អែមឬក៏តិចជាងនឹងឬក៏លើសជាងនឹងបងប្អូនគុណដកតាមហ្នឹងទៅបន្ទាប់មកយើងដាក់ទឹកកកចូលមិញហ្នឹងគឺយើងប្រើទឹកក្តៅ50 ml ជាមួយនឹងម៉ាឆាហ្នឹងបងប្អូនយើងវាលើសបន្តិចទៀតយើងចាក់វាលៃលោកវាតាមហ្នឹងអញ្ចឹងណាបងប៉ុណ្ណឹងជាការស្រេចហើយយើងធ្វើការច្រកនឹងរុំกระดาษអីទួយជូនភ្ញៀវទៅដើម្បីវាទប់ជាតិចបានលូនអញ្ចឹងណាបងមានតែប៉ុណ្្នឹងឯងបងប្អូននេះហ្នឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតមកដល់ចប់សូមបងប្អូនកុំភ្លេចជួយចុច like subscribe និង share វីដេអូរបស់នាងខ្ញុំមួយផងណាបើសិនជាបងប្អូនគាត់ថាមានជាប្រយោជន៍សម្រាប់បងដើម្បីនៅពេលដែលខ្ញុំចេញវីដេអូក្រោយៗបានទៅដល់បងប្អូនមើលនៅការចែករំលែករបស់នាងខ្ញុំអញ្ចឹងណាបងប្អូនដែលចែករំលែកនេះគឺរូបមន្តសម្រាប់ហាងរបស់ខ្ញុំផ្ទាល់ដែលខ្ញុំលក់ជាប្រចាំថ្ងៃអញ្ចឹងទៅខ្ញុំអត់លាក់ឲ្យបងប្អូនអាចមើលនៅក្នុងវីដេអូក្នុងរូបភាពនឹងបានបាយបាយបងប្អូន